មធ្វើរហូតតែមិនថាអត់ទេណាព្រោះលុយព្រោះយើងផឹងធ្វើបានលុយណាចាយវិញចឹងអាការងារខំបានសហការគ្នារកវិធីសាស្ត្រដើម្បីកាយផ្ដាច់ផ្លូវ4-5កន្លែងដើម្បីឲ្យពិបាកជាប្រវត្តិដើម្បីងាយស្រួលប្រមូលដីប្រមូលធ្លីជូនឲ្យដំខ្ញុំជួយឲ្យដំច្រើនតាំងពីមុនមកកាប់ត្រួសត្រាយថ្នាក់ប្រជាពលរដ្ឋស្អប់ខ្ញុំចូលទៅគេកាក់ឡានខ្ញុំសូមគោរពពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសតើហួសចិត្តដែរឬទេបើឮសំឡេងលោកមេឃុំដូចជាលោកចន្ទថានេះបានលើកឡើងថារៀបចំកាយផ្ដាច់ផ្លូវនិងប្រមូលផលប្រយោជន៍ធ្វើការដើម្បីលុយមិនធ្វើការដើម្បីរាជតើបងប្អូនពុកម៉ែថាមន្ត្រីជាមេឃុំជាម្ចាស់ឆ្នោតរូបនេះអាចបម្រើរាជបានដែរឬទេខ្ញុំសង្ឃឹមថាអាដាមនៃគណៈបាក់ខេត្តនឹងថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលពិសេសជាងគេគឺក្រសួងមហាផ្ទៃនឹងមានចំណាត់ការជាបន្ទាន់ទៅលើសម្លេងនេះជាសម្លេងរបស់លោកមេឃុំក្រញូងសែនជ័យបាទអាដាមមួយទៀតអាដាមពាក់ព័ន្ធជាមួយខាងក្រុមហ៊ុនយ៉ាងដែរខ្ញុំបានសហការគ្នារកវិធីសាស្ត្រដើម្បីកាយផ្ដាច់ផ្លូវ4-5កន្លែងដើម្បីឲ្យពិបាកប្រជាពលរដ្ឋដើម្បីងាយស្រួលប្រមូលដីប្រមូលធ្លីជូនឲ្យដំខ្ញុំជួយឲ្យដំច្រើនតាំងពីមុនមកកាប់ត្រួសត្រាយថ្នាក់ប្រជាពលរដ្ឋស្អប់ខ្ញុំចូលទៅគេកាក់ឡានខ្ញុំពាត់ខ្ញុំមិនឲ្យចេញមកវិញណានៃច្រើនហើយដំអញ្ចឹងគឺខ្ញុំមានប្រវត្តិនៅកន្លែងហ្នឹងគឺខ្ញុំកាប់ត្រួសត្រាយផ្លូវឲ្យស្រួលបាទស្រាប់ដល់ពេលមកចុងក្រោយបែរជាឲ្យក្រុមដែលចូលទៅហ្នឹងវាបែរជាចូលទៅស្រួលហើយអត់សហការឬមួយវាអត់មានប្រាប់យើងបន្តិចអញ្ចឹងការងារហ្នឹងគឺខ្ញុំមិនអាចចូលធ្វើការជាមួយក្រុមនឹងបានទេអីដល់បាទហើយខ្ញុំមិនមានសហការជាមួយទៀតទេបាទពួកក្រុមនេះមិនទាន់ដឹងអីផងលៀបពណ៌គ្នាច្រឡំច្រឡើងធ្វើឲ្យវល់ពេញភូមិពេញឃុំបាទអត់មានគិតរឿងយុទ្ធសាស្ត្រប្រមូលដីប្រមូលធ្លាគិតតែរឿងចាក់ចុចគ្នាចេះចុះឡើងធ្វើឲ្យវល់នៅក្នុងភូមិវាមរះអូគីហ្នឹងបាទធ្វើជួច្រវល់បាទសូមជម្រាបជូនឲ្យដំអញ្ចឹងបាទធនដីហ្នឹងអញ្ចឹងយើងចង់និយាយថារថ្ងៃនេះយើងនៅតែជាយាមធ្វើណាបងគាត់ថាវិចារតម្លៃឯងបាទបើតាមខ្ញុំមើលខ្ញុំសួរនាំមើលទៅជារដ្ឋហ្នឹងគាត់នៅតែប្រឹងរុញវាបន្តិចទៅដើម្បីឲ្យវាបានតែចេញតែម្នាក់ពីរនាក់បែកវងវាបាទបែកវងអញ្ចឹងតោះតែយើងធ្វើវិធីសាស្ត្រឥឡូវខ្ញុំកំពុងធ្វើវិធីសាស្ត្រនេះឥឡូវស្អែកនេះចូលទៅទៀតចាការងារដីធ្លីយើងនៅតែជាយាមជួយដែរហ្នឹងបាទដូចបោភូមិបោអីឃើញទេបោភូមិខ្ញុំនៅឯហ្នឹងចូលទៅនិយាយរឿងបោភូមិបោអីអាណាដែលពាក់ព័ន្ធជាមួយដីក្រុមហ៊ុនទាំងអស់ហ្នឹងគឺឲ្យធ្វើកិច្ចសន្យាខ្ញុំចាប់ដើមឲ្យធ្វើកិច្ចសន្យាបកគលដីជូនក្រុមហ៊ុនវិញបើអញ្ចឹងគឺខ្ញុំអត់ឲ្យដាក់ពាក្យស្នើសុំដីតាមខ្សែក្បាត់ព្រំដែននៅខេត្តស្ទឹងត្រែងអញ្ចឹង8សន្តបគូសាហ្នឹងគឺគេព្រមធ្វើកិច្ចសន្យាបកគលដីជូនក្រុមហ៊ុនវិញណាប៉ុន្តែអាដីយើងដែលនៅវាអំរះអូគីហ្នឹងកំពុងចង់ឲ្យវ៉ាដីហ្នឹងសិនប្រហែលជា6-7ហាត់យ៉ាងនេះអាចជាប់ក្បាត់គាត់នឹងរួចគាត់បានដើមទុននេះធ្វើសហុយទៀតមើលចង់ដឹងមើលព្រោះឥឡូវហ្នឹងពួកវាមាននៅគេឥឡូវហើយណាមួយក្រុមហ៊ុនក៏តឹងដែរហើយខ្ញុំសងៃខ្ញុំនៅព្យាយាមធ្វើរហូតតែមិនថាអត់ទេណាព្រោះលុយព្រោះយើងផឹងធ្វើបានលុយណាចាយវិញចឹងអាការងារខំផឹងពីមុនមកនៅតែតស៊ូរហូតតដល់ទីបញ្ចប់ទៅជួយប្រមូលជួយទិញឃើញខ្ញុំទៅចូលទៅម្ដងខ្ញុំឃោសនារហូតស្អែកខ្ញុំចូលទៅទៀតបាទម៉ោង8កន្លះដល់ក្រុមហ៊ុនទៀតហ្នឹងហើយអរគុណផងមកជួយប្រាប់គាត់ហ្នឹងជួយវ៉ាប្រមាណចេញទៅបានធ្វើទៀតណាស្ដាប់ចាស់